តាមម៉ាក់មានធ្លាប់គិតទេថាការទទួលយកកន្លឹះសម្រាប់ការបំបៅដោះកូនដោយភាពរីករាយនឹងអាចផ្លាស់ប្ដូរបទពិសោធន៍នៃទំនាក់ទំនងជាមួយកូនរបស់ម៉ាក់បានយ៉ាងដូចម្តេចប្រសិនបើម៉ាក់កំពុងតែមានបញ្ហាអំពីការបំបៅដោះកូនសូមចូលរួមជាមួយយើងនៅក្នុងវីដេអូនេះដែលពោរពេញទៅដោយចំណេះដឹងថ្មីៗការមានចំណេះដឹងអំពីបច្ចេកទេសនៃការបំបៅដោះកូនដោយភាពរីករាយអាចឲ្យម៉ាក់អាចដោះស្រាយនូវបញ្ហាប្រឈមកាត់បន្ថយនូវភាពតានតឹងនិងបង្កើតទំនាក់ទំនងដ៏ជ្រាលជ្រៅជាមួយកូនរបស់ម៉ាក់នៅក្នុងវីដេអូនេះយើងមានគោលបំណងផ្ដល់ជូនដល់អ្នកទាំងអស់គ្នាអំពីគន្លឹះសំខាន់សម្រាប់ដំណើរដ៏យូរអង្វែងនៃការបំបៅកូនដោយទឹកដោះម្ដាយដោយរីករាយដែលអ្នកត្រូវតែត្រៀមខ្លួនឲ្យបានល្អតាំងពីពេលមានផ្ទៃពោះមកម្ល៉េះតើអ្នកគួរធ្វើអ្វីខ្លះនៅក្នុងអំឡុងពេលនៃការមានផ្ទៃពោះការថែទាំនិងការពិនិត្យផ្ទៃពោះនៅមុនពេលសម្រាលអនុញ្ញាតឲ្យអ្នកផ្ដល់សេវាថែទាំសុខភាពតាមដានដំណើរការនៃការមានផ្ទៃពោះវិតម្លៃការលូតលាស់និងការអភិវឌ្ឍរបស់ទារកអាចកំណត់ហានិភ័យឬក៏ភាពស្មុគស្មាញដែលអាចកើតមានឡើងនិងប៉ះពាល់ទៅដល់ដំណើរការនៃការបំបៅដោះកូនដោយការតាមដានព័ត៌មានអំពីសុខភាពរបស់ម្ដាយអ្នកផ្ដល់សេវាថែទាំសុខភាពអាចផ្ដល់នូវអនុសាសន៍និងការគាំទ្រផ្ទាល់ខ្លួនដើម្បីជួយឲ្យបទពិសោធន៍នៃការបំបៅដោះកូនបានកាន់តែល្អប្រសើរការចូលរួមនៅក្នុងថ្នាក់រៀនបំបៅដោះកូននឹងអាចផ្ដល់ព័ត៌មានអំពីបច្ចេកទេសបំបៅឥរិយាបថនានាបញ្ហាទូទៅនិងការផលិតទឹកដោះឲ្យបានល្អថ្នាក់រៀនទាំងនេះក៏អាចជួយបង្កើតនូវទំនុកចិត្តនិងបណ្ដាញគាំទ្រសម្រាប់អ្នកម្ដាយថ្មីថ្មោងដែររបបអាហារដែលមានតុល្យភាពនិងមានជីវជាតិសម្បូរផ្លែឈើបន្លែប្រូតេអ៊ីននិងខ្លាញ់ល្អផ្ដល់នូវសារធាតុចិញ្ចឹមចាំបាច់ដែលគាំទ្រទៅដល់សុខភាពម្ដាយលើកកម្ពស់ដល់ការផលិតទឹកដោះឲ្យបានល្អបំផុតដែលនាំឲ្យមានភាពជោគជ័យនៅក្នុងការបំបៅដោះនិងធានាឲ្យទារកទទួលបាននូវសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់ទាំងការលូតលាស់និងការអភិវឌ្ឍចំណែកការថែទាំដោះដោយខ្លួនឯងក៏ជាទិដ្ឋភាពដ៏សំខាន់នៃការរៀបចំបំបៅដោះកូននិងការថែរក្សាដោះឲ្យមានសុខភាពល្អចូលរួមនៅក្នុងការថែរក្សាអនាម័យដោះឲ្យបានល្អដោយលាងដោះរបស់អ្នកថ្នមជាមួយនឹងទឹកក្តៅឧណ្ហៗនិងសាប៊ូក៏ប៉ុន្តែគួរជៀសវាងការប្រើប្រាស់សារធាតុគីមីឬក៏ផលិតផលដែលមានក្លិនខ្លាំងដែលអាចធ្វើឲ្យមានការរមាស់ស្បែកឬក៏មានក្លិនប៉ះពាល់ទៅដល់កូនរបស់អ្នកធ្វើការពិនិត្យដោះជាទៀងទាត់ដោយខ្លួនឯងដើម្បីត្រួតពិនិត្យមើលសញ្ញានៃភាពក្រហមការឈឺចាប់ដុំឬក៏ការផ្លាស់ប្ដូរខុសធម្មតានៅក្នុងដោះរបស់អ្នកប្រសិនបើអ្នកបានសម្គាល់ឃើញភាពមិនប្រក្រតីឬក៏ក្តីបារម្ភណាមួយសូមប្រឹក្សាជាមួយនឹងអ្នកផ្ដល់សេវាថែទាំសុខភាពដើម្បីធ្វើការវិតម្លៃបន្ថែមការអនុវត្តការម៉ាស្សាថ្នមអាចជួយជំរុញលំហូរទឹកដោះបង្ការការស្ទះបំពង់ទឹកដោះនិងកាត់បន្ថយភាពមិនស្រួលខ្លួននៃតំបន់ណាមួយឬក៏ការឡើងដោះការម៉ាស្សាដោះតាមចលនាជារង្វង់ឆ្ពោះទៅរកក្បាលដោះក៏អាចជួយទៅដល់ការបញ្ចេញទឹកដោះនិងធ្វើឲ្យបទពិសោធន៍បំបៅដោះទូទៅរបស់អ្នកកាន់តែមានភាពប្រសើរឡើងផងដែរដោយផ្ដោតលើគន្លឹះសំខាន់ទាំងនេះនៅមុនពេលសម្រាលអ្នកម្ដាយប្រកាសជាអាចរៀបចំខ្លួនបានមួយជំហានធំសម្រាប់បទពិសោធន៍នៃការបំបៅដោះកូនដោយភាពជោគជ័យចុះពេលនេះតើអ្នកទៅធ្វើអ្វីខ្លះទៀតបន្ទាប់ពីសម្រាលរួចការដាក់ឲ្យប៉ះរវាងស្បែកកូននិងស្បែកម្ដាយភ្លាមបន្ទាប់ពីសម្រាលរួចនឹងជំរុញដល់ការបំបៅដោះនិងលើកកម្ពស់ការចងចំណងរវាងម្ដាយនិងទារកការប៉ះពាល់នេះនឹងជំរុញប្រតិកម្មធម្មជាតិរបស់ទារកនៅក្នុងការបៅដោះម្ដាយនៅពេលដែលទារកត្រូវបានដាក់នៅលើទ្រូងរបស់ម្ដាយទារកនឹងចាប់ផ្ដើមស្វែងរកដោះដោយស្វ័យប្រវត្តិភ្ជាប់មាត់ទៅនឹងដោះនិងចាប់ផ្ដើមរៀនបើកដោះឲ្យបានត្រឹមត្រូវវាក៏បង្កើនទៅដល់ការផលិតទឹកដោះម្ដាយដោយជំរុញរាងកាយរបស់ម្ដាយឲ្យបញ្ចេញអរម៉ូនអុកស៊ីតូស៊ីនដែលជួយឲ្យមានលំហូរទឹកដោះនិងជួយឲ្យស្បូតកន្ត្រាក់បន្ទាប់ពីសម្រាលរួចជាចុងក្រោយការដាក់ឲ្យប៉ះរវាងស្បែកកូននិងស្បែកម្ដាយនឹងជួយកាត់បន្ថយនូវភាពតានតឹងនិងការថប់បារម្ភរបស់ម្ដាយជួយឲ្យអ្នកម្ដាយអាចមានអារម្មណ៍កាន់តែជិតស្និទ្ធជាមួយកូនរបស់គាត់វាក៏ជួយឲ្យទារកមានអារម្មណ៍ស្រួលខ្លួនមានផាសុកភាពនិងមានសុវត្ថិភាពមកកាន់ពិភពលោកដ៏ថ្មីរបស់ពួកគេផងដែរការចាប់ផ្ដើមបំបៅដោះកូននៅក្នុងប៉ុន្មានម៉ោងដំបូងក្រោយពេលសម្រាលរួចគឺជាឱកាសដ៏សំខាន់មួយដែលការចាប់ផ្ដើមបំបៅដោះកូនឲ្យបានកាន់តែលឿននៅក្នុង1ម៉ោងដំបូងក្រោយពេលសម្រាលគឺត្រូវបានណែនាំយ៉ាងខ្លាំងក្លាដើម្បីឲ្យឆាប់មាន reflex រំញោចជញ្ជក់និងការបើបែបធម្មជាតិរបស់ទារកដែលទើបនឹងកើត
ការចាប់ផ្ដើមបំរើកូនដំបូងនេះមិនមែនគ្រាន់តែជួយផ្ដល់នូវចំណងដ៏រឹងមាំរវាងម្ដាយនិងកូនតែប៉ុណ្ណោះទេក៏ប៉ុន្តែវាថែមទាំងផ្ដល់នូវសារធាតុចិញ្ចឹមសំខាន់ៗនិងប្រព័ន្ធការពាររាងកាយរឹងមាំតាមរយៈការបញ្ចេញទឹកដោះនៅក្នុងអំឡុងពេលដំបូងនេះដែលគេហៅថាទឹកដោះដំបូងឬក៏ទឹកដោះព្រៃនិងរៀបចំមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងនៃការបំរើដោះប្រកបទៅដោយការថែទាំនិងការគ្រប់គ្រងនាពេលអនាគតនៅពេលដែលការបើកដោះដោយផ្ទាល់มันអាចធ្វើទៅបានភ្លាមដោយសារតែមូលហេតុសុខភាពឬក៏កាលៈទេសៈផ្សេងៗការប្រើប្រាស់ម៉ាស៊ីនបូមទឹកដោះនឹងជួយចាប់ផ្ដើមនិងជំរុញទៅដល់ការផលិតទឹកដោះអាចផ្ដល់នូវទឹកដោះដំបូងនិងជំរុញដល់ការផលិតទឹកដោះរហូតដល់ទារកអាចបើកដោះដោយផ្ទាល់បានវិញការចាប់ផ្ដើមបូមទឹកដោះដំបូងនឹងជួយបញ្ជាទៅរាងកាយរបស់ម្ដាយឲ្យផលិតទឹកដោះនិងជំរុញឲ្យមានការបញ្ចេញទឹកដោះការជំរុញដំបូងនេះគឺធ្វើតាម reflex បើកធម្មជាតិរបស់ទារកដែលអាចជួយបង្កើតការផលិតទឹកដោះដែលសូម្បីតែការបំបើកដោះដោយផ្ទាល់មិនអាចធ្វើទៅបានលើសពីនេះទៅទៀតការបញ្ចេញទឹកដោះដំបូងតាមរយៈការបូមទឹកដោះអាចអនុញ្ញាតឲ្យទារកទទួលបានទឹកដោះដំបូងដែលគេហៅថាជាទឹកមាសដែលសម្បូរទៅដោយជីវជាតិនិងផ្ដល់ប្រព័ន្ធការពារភាពស៊ាំនិងសារធាតុចិញ្ចឹមចាំបាច់សម្រាប់ការលូតលាស់និងការអភិវឌ្ឍដំបូងរបស់ពួកគេការពន្យាពេលនៅក្នុងការចាប់ផ្ដើមបូមទឹកដោះនឹងអាចនាំឲ្យមានការថយចុះនៅការផលិតទឹកដោះដោយសារតែរាងកាយរបស់ម្ដាយមិនបានទទួលសញ្ញារំញោចចាំបាច់ដើម្បីធ្វើការផលិតទឹកដោះទាំងនេះវាអាចបណ្ដាលឲ្យមានបញ្ហាប្រឈមជាមួយនឹងការផលិតទឹកដោះនៅថ្ងៃបន្ទាប់និងសប្ដាហ៍បន្តទៀតដែលប៉ះពាល់ទៅដល់ការផ្ដល់អាហារូបត្ថម្ភនិងការលូតលាស់របស់ទារកដូច្នេះការបូមទឹកដោះដំបូងឲ្យបានជាប់លាប់រួមជាមួយនឹងការណែនាំនិងការគ្រប់គ្រងត្រឹមត្រូវនឹងអាចជួយសម្រួលទៅដល់ការផលិតទឹកដោះគ្រប់គ្រងដល់ការបំរើដោះកូននិងជំរុញដំណើរនៃការបំរើដោះកូនឲ្យជោគជ័យសម្រាប់ទាំងម្ដាយនិងកូនឥរិយាបថត្រឹមត្រូវធានាថាទារកបើកដោះបានយ៉ាងមានប្រសិទ្ធភាពដែលនាំឲ្យមានការផ្ទេរទឹកដោះដោយផាសុកភាពនិងមានប្រសិទ្ធភាពសូមប្រកាសថាកូនរបស់អ្នកបានបើកសុខល្អដោយមាត់របស់កូនបើកធំហើយបើកឲ្យអស់នៅផ្នែកនៃរង្វង់ខ្មៅដែលនៅជុំវិញក្បាលដោះនេះមិនត្រឹមតែបង្ការទៅដល់ការឈឺចាប់ក្បាលដោះនិងភាពមិនស្រួលខ្លួនសម្រាប់អ្នកម្ដាយតែប៉ុណ្ណោះទេក៏ប៉ុន្តែវាអាចអនុញ្ញាតឲ្យទារកបឺតយកទឹកដោះបានយ៉ាងមានប្រសិទ្ធភាពផងដែរការសាកល្បងឥរិយាបថបំបើកដោះកូនផ្សេងគ្នាដូចជាការបេកអោបនឹងដៃកាន់ក្បាលឲ្យបើកដូចជាអោបប្របាល់ឬក៏ឥរិយាបថស្ដីផ្អៀងអាចជួយឲ្យម្ដាយរករកឥរិយាបថណាដែលមានផាសុកភាពបំផុតនិងមានប្រសិទ្ធភាពបំផុតសម្រាប់ទាំងម្ដាយនិងកូនការចំណាយពេលវេលានៅក្នុងការយល់ដឹងអំពីបច្ចេកទេសទាំងនេះតាំងពីដំបូងនឹងអាចចូលរួមចំណែកដល់ភាពជោគជ័យទូទៅនៃការបំបើកដោះកូនដោយទឹកដោះម្ដាយនិងលើកកម្ពស់ទំនាក់ទំនងការបើកដោះដ៏ល្អរវាងម្ដាយហើយនិងកូនដោយក្នុងអំឡុងពេលមានផ្ទៃពោះរបបអាហារដែលមានតុល្យភាពល្អបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការគ្រប់គ្រងការបំរើដោះកូនដោយធានាថាពួកគេមានសារធាតុចិញ្ចឹមចាំបាច់ដើម្បីរក្សានិងការផ្គត់ផ្គង់ទឹកដោះឲ្យមានសុខភាពល្អនិងគ្រប់គ្រងទៅដល់ការលូតលាស់និងការអភិវឌ្ឍរបស់កូនរបស់ពួកគេការរក្សានូវភាពស្រស់ស្រាយតាមរយៈការផឹកទឹកឲ្យបានគ្រប់គ្រាន់ពេញមួយថ្ងៃក៏ជាទិដ្ឋភាពដ៏សំខាន់មួយទៀតនៃអាហារូបត្ថម្ភសម្រាប់អ្នកម្ដាយដែលបំរើដោះកូនផងដែរវាជួយរក្សាការផលិតទឹកដោះនិងបង្ការការខ្វះជាតិទឹកដែលអាចប៉ះពាល់ទៅដល់ការផលិតទឹកដោះតាមអនុសាសន៍សម្រាប់អ្នកម្ដាយដែលបំរើកូនដោយទឹកដោះគឺត្រូវផឹកទឹកទៅតាមការស្រេកនិងព្យាយាមផឹកទឹកឲ្យបានប្រមាណជា2លីត្រទៅ2លីត្រកន្លះនៅក្នុងមួយថ្ងៃជាចុងក្រោយការយល់ដឹងនិងការអនុវត្តគន្លឹះសុខភាពសម្រាប់បទពិសោធន៍នៃការបំបើកដោះកូនដោយភាពរីករាយគឺមានសារៈសំខាន់ណាស់សម្រាប់ទាំងម្ដាយនិងកូនរបស់ពួកគេដោយការផ្ដល់អាទិភាពទៅដល់ការថែទាំខ្លួនឯងការស្វែងរកការគាំទ្រពីអ្នកផ្ដល់សេវាថែទាំសុខភាពនិងការបង្កើតបរិយាកាសថែទាំអ្នកម្ដាយអាចពង្រឹងដំណើរនៃការបំរើដោះរបស់ពួកគេនិងលើកកម្ពស់សុខុមាលភាពទូទៅរបស់ពួកគេបានយ៉ាងល្អប្រសើរតាមរយៈអាហារូបត្ថម្ភដែលត្រឹមត្រូវការផឹកទឹកការសម្រាកឲ្យបានគ្រប់គ្រាន់និងការអនុវត្តការថែទាំខ្លួនឯងអ្នកម្ដាយអាចគាំទ្រទៅដល់ការផលិតទឹកដោះរបស់ពួកគេការកម្រិតការចំណាយថាមពលនិងភាពធន់នៃផ្លូវចិត្តដែលនាំឲ្យបទពិសោធន៍នៃការបំរើដោះកូនកាន់តែមានភាពវិជ្ជមានយើងសង្ឃឹមថាគន្លឹះទាំងអស់នេះដែលយើងបានផ្ដល់ជូននឹងជួយដល់អ្នកទាំងអស់គ្នាឲ្យទទួលបានចំណេះដឹងនិងបច្ចេកទេសបន្ថែមដើម្បីកាត់បន្ថយនូវភាពភ័យខ្លាចនិងភាពតានតឹងរបស់អ្នកយើងសូមលើកទឹកចិត្តឲ្យម៉ាក់រីករាយជាមួយនឹងដំណើរនៃការបំរើកូនដោយទឹកដោះរបស់ម៉ាក់សូមឲ្យបទពិសោធន៍មួយនេះ
ខ្លាយទៅជាពេលវេលាដ៏មានអត្ថន័យជាភាពរីករាយនិងជាការចងចាំដែលមិនអាចបំភ្លេចបានសម្រាប់ម៉ាក់និងកូនៗរបស់ម៉ាក់